សូមជូនរឿងគោញីដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរកាលពីព្រេងនាយមានដំណើរថាកាលនោះមានស្ដេចកាលនោះមានស្ដេចមួយអង្គមានគោញីមួយដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យក្រោយមកនោះព្រះករុណាទ្រង់ជ្រាបថាបើនឹងចិញ្ចឹមសត្វគោញីនោះឲ្យបានល្អព្រះអង្គគួរផ្ញើនឹងអ្នកស្រែនៅឯស្រុកក្រៅឯណាដែលមានស្មៅច្រើនល្អឲ្យគោនោះវាបានស៊ីឆ្អែតផងទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់បង្គាប់ឲ្យចៅហ្វាយស្រុកម្នាក់ឈ្មោះថាអុកមានងារនៅខេត្តដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅខ្វៀលឯស្រុកស្រែរបស់ចៅហ្វាយស្រុកនោះទៅចៅហ្វាយស្រុកក៏ចូលមកហើយទ្រង់មានព្រះបន្ទូលថាត្បិតអង្គអញចង់ផ្ញើមេគោមួយនេះឲ្យរាជស្រុកខេត្តចៅហ្វាយស្រុកឯងខ្វៀលរក្សាផងក៏ប៉ុន្តែសត្វគោនេះល្អចម្លែកប្លែកពីគោដទៃហើយយើងស្រឡាញ់ណាស់ផងដូច្នេះសូមលោកក៏ចៅហ្វាយស្រុកបង្គាប់ឲ្យគេចិញ្ចឹមថែទាំឲ្យបានល្អនិងឲ្យប្រយ័ត្នផងចុះបើមានជនណាមួយមកប្រាប់ថាមេគោយើងនោះវាស្លាប់យើងនឹងកាប់ក្បាលអានោះឥតប្រណីឡើយឮដូច្នេះហើយចៅហ្វាយស្រុកក្រាបទូលទទួលថាព្រះករុណាវិសេសនិយាយរួចចៅហ្វាយស្រុកក៏នាំគោញីនោះចេញទៅខេត្តវិញទៅមកដល់ហើយចៅហ្វាយស្រុកប្រមូលអស់នាម៉ឺនមេស្រុកប្រជានុរាស្ត្រទាំងអស់ផ្ដាំថាអ្នករាល់គ្នាគោញីមួយនេះជារបស់ដែលព្រះបាទលួងជាអង្គម្ចាស់ទ្រង់បានផ្ញើឲ្យយើងខ្វៀលរក្សាថែទាំឲ្យស្រួលនិងសុខសប្បាយទៅមុខផងចុះតាមសេចក្តីនេះដែរសូមនាម៉ឺនរីសតទាំងឡាយត្រូវយកចិត្តទុកចិត្តជួយទាំងអស់គ្នាឲ្យមេគោនេះចម្រើនកុំខានឡើយតែការដែលនរណាមិនឈឺឆ្អាលរក្សាវាទេហើយបណ្ដាលឲ្យទៅជាស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់ដោយគ្មានប្រណីឡើយកាលនោះនាម៉ឺនក៏រករើសភូមិណាដែលមានស្មៅច្រើនល្អឯកហើយឲ្យរាជស្រុកភូមិនោះយកមេគោរបស់លួងទៅខ្វៀលរក្សាចំណែកឯរីសតក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរាល់គ្នាលុះច្រើនថ្ងៃច្រើនខែកន្លងទៅមេគោនោះវាឡើងជាធាត់ខ្លាំងពុំចេះដើររកស្មៅស៊ីទេចាំតែក្នុងរោងឲ្យរីសតយកស្មៅឲ្យវាស៊ីចំណែកឯរីសតក៏ចេះតែយកចំណីជាច្រើនពេញកញ្ជើការរងជារាល់វេលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះគូពោតខ្ចីខ្លះឯគោនោះវាស៊ីក្រៃពេកតតែស្លាប់ទៅដោយសារតែវាស៊ីហួសហេតុពេកឃើញដូច្នេះរីសតតូចចិត្តក៏រត់ទៅប្តឹងមេស្រុកទាំងខ្លាចឯមេស្រុកបានដឹងដំណឹងហើយក៏ភ័យណាស់ពុំហ៊ានទៅជម្រាបលោកចៅហ្វាយក៏ទៅប្តឹងត្រឹមស្មៀនឯស្មៀនភ័យពន្លឹកទៅជម្រាបលោកបាឡាត់លុះលោកបាឡាត់បានឮតាមសេចក្តីហើយក៏ញ័រទាំងដៃទាំងជើងចូលទៅរកលោកចៅហ្វាយស្រុកលោកចៅវីស្រុកបានឃើញបាឡាត់ដូច្នេះក៏សួរថាតើកើតមានគ្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងដូច្នេះលោកបាឡាត់ឆ្លើយទៅវិញថាខ្ញុំប្របាទពុំហ៊ាននិយាយទេឯចៅហ្វាយប្រាប់ថាមិនធ្វើទេឲ្យលោកបាឡាត់និយាយចុះនោះបាឡាត់និយាយថាសូមមេត្តាប្រោសត្បិតមេគោព្រះករុណាវាស្លាប់ទៅហើយឮដូច្នេះចៅហ្វាយស្រុកក៏ស្លុតញ័រសពសាច់ស្រែកថាខ្ញុំឲ្យម្ដងនេះច្បាស់ជាផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបើនរណាទៅទូលថាមេគោនោះស្លាប់នឹងឲ្យពិឃាតកាប់ក្បាលពុំខានឡើយយីខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេឲ្យលោកបាឡាត់ទៅចុះឯបាឡាត់ខំប្រកែកថាការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះគឺជាតួនាទីក្រសួងរបស់ចៅហ្វាយស្រុកទេតាពុំគួរណាប្រើនាម៉ឺនឯណាផ្សេងទៅជួសឡើយប្រកែកគ្នាទៅវិញទៅមកអស់វេលាជាយូរកាលនោះជួនជាកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងសួនច្បារជិតខាងសាលាខេត្តឬចៅហ្វាយស្រុកជាឪពុកសឹកសួរដូច្នេះក៏នាងឡើងទៅលើសាលាសួរថាលោកក៏ឲ្យតើមានការអ្វីឲ្យបារម្ភចិត្តទៅគ្រានោះចៅហ្វាយស្រុកប្រាប់មកវិញថាកូនមាសឪពុកឲ្យឪពុកមានសេចក្តីវេទនាចិត្តណាស់ត្បិតអីគោញីរបស់លួងព្រះបាទដែលបានបង្គាប់ឲ្យឪពុកមើលថែឲ្យបានល្អឥឡូវវាស្លាប់ទៅហើយចំណែកឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅក្រាបទូលថាមេគោនោះស្លាប់ព្រះករុណានឹងកាប់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាឪពុកមានធរៈជាខ្លាំងណាស់ពុំហ៊ានចូលទៅក្រាបទូលព្រះករុណាតាមសេចក្តីនេះទេឮដូច្នេះហើយនាងឆ្លើយមកវិញថាសូមកុំឲ្យលោកពុកព្រួយចិត្តអ្វីបើពុកពុំហ៊ានទៅមិនធ្វើទេនាងខ្ញុំសូមទៅជួសពុកវិញឮហើយចៅហ្វាយស្រុកខាត់ពុំព្រមឲ្យនាងទៅឡើយក្រែងស្ដេចកាប់ក្បាលនាងតាមព្រះបន្ទូលទោះចៅហ្វាយខាត់យ៉ាងណាក៏នាងពុំព្រមស្ដាប់ឡើយចេះតែអង្វរឲ្យឪពុកបើកច្បាប់ឲ្យខ្លួនទៅដល់ចៅហ្វាយតគំនិតក៏ព្រមបើកផ្លូវឲ្យកូនទៅតាមប្រាថ្នាចិត្តទៅនោះនាងរៀបចំខ្លួនស្លៀកសំពត់ហូលល្អបង់ក្រមាយ៉ាងល្អចូលទៅគាល់ព្រះរាជាដោយនៅអង្គុយស្ងៀមនឹងគេគ្រានោះស្ដេចទតឃើញនាងក្រមុំនោះមានរូបល្អណាស់មានព្រះបន្ទូលសួរថានាងមកពីណាយើងពុំដែលស្គាល់មុខសោះនោះនាងក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់មិនមែនជាអ្នករស់នៅក្នុងក្រុងនេះទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអុក
ឬដូចនោះស្ដេចមានព្រះបន្ទូលសួរថា ចៅហ្វាយស្រុកអុកដែលចិញ្ចឹមមេគោយើងនោះឬអី នាងក៏ក្រាបទូលថា ពោម្ចាស់ខ្ញុំម្ចាស់ជាកូនចៅវាយស្រុកនេះឯង នោះព្រះករុណាក៏ទ្រង់ព្រះសំនុស្នះសួរថា តើមេគោយើងសពថ្ងៃនេះយ៉ាងម៉េចហើយ មេគោព្រះករុណាវាពុំចេះផឹកទឹកទេព្រះអង្គ ស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថា តើវាស៊ីស្មៅបានស្រួលឬទេ នាងក្រមុំឆ្លើយឡើងវិញថា ក្រាបទូលព្រះករុណាគោនោះវាពុំចេះស៊ីស្មៅទេ ស្ដេចសួរដល់ថា បើដូច្នេះមេគោយើងវាធ្វើអ្វី នាងទូលថា វាពុំចេះបន្ទោលាមុខទេ ឮដូចនោះស្ដេចក៏រឹតតែឆ្ងល់ខ្លាំងឡើងក៏ស្រែកថា ណាស់ហើយមេគោអញវាពុំចេះផឹកទឹកពុំចេះស៊ីស្មៅលែងនំលែងជុះនោះដូចជាមេគោអញវាស្លាប់ទៅហើយ នាងក៏ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោសខ្ញុំម្ចាស់គឺព្រះករុណាជាអ្នកមានព្រះបន្ទូលថាមេគោនោះវាស្លាប់ទៅហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នេះទេហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះ ឮដូច្នេះហើយស្ដេចទ្រង់នឹកស្ងែកសរសើរដល់នាងក្រមុំដល់ប្រាជ្ញានាងណាស់ហើយទ្រង់ក៏ព្រះសម្រួលពុំមានខ្ញាល់ឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញទៀតផងហើយព្រះអង្គត្រាស់បង្គាប់ឲ្យទឹមព្រះរាជរថមួយនាំនាងវិលទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់រឿងគោញីចប់តែប៉ុណ្ណេះសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានទស្សនាពីដើមរហូតដល់ចប់